បងប្អូនថ្ងៃនេះយើងមករៀនពីរបៀបជិះអទេះភ្លើងក្រោមដីដែលជាមធ្យោបាយធ្វើដំណើរមួយនៅក្នុងទីក្រុងលឿនហើយសន្សំសំចៃជាង taxi បើសិនជាបងប្អូនមកលេងប្រទេសអូទ្រីសហើយថ្ងៃនេះយើងនឹងជិះវាទៅលេង Stefanplatz ដែលជាកន្លែងសំខាន់មួយនៅកណ្ដាលទីក្រុងវៀនណាប្រទេសអូទ្រីសនេះកន្លែងនេះភ្ញៀវទេសចរភាគច្រើនដែលមកលេងទីក្រុងវៀនណាគឺដឹងតែមកលេងហើយដោយសារតែវាជាបណ្ដុំកន្លែង shopping brand ក៏មានសំណង់អគារបុរាណជាច្រើនក៏ដូចជាព្រះរាជវាំងដែលភ្ញៀវទេសចរគឺគាត់អាចមកមើលនិងយល់ដឹងខ្លះៗពីប្រវត្តិសាស្ត្រនៅទីនេះវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនពីវិធីដែលខ្ញុំជិះអទេះភ្លើងក្រោមដីទៅកាន់កន្លែងហ្នឹងជំហានដំបូងបងប្អូនអាច download យក app Vian Mobile ដែល app នេះគឺយើងអាចប្រើប្រាស់មើលឃើញខ្សែ transportation ទាំងអស់នៅក្នុងទីក្រុងវៀនណានេះតែម្ដងមិនថាជារថភ្លើងក្រោមដីរថភ្លើងអគ្គិសនីដែលរត់នៅខាងលើផ្លូវឬក៏ឡានក្រុងនោះទេគឺយើងអាចមើលនៅក្នុង app នេះបានទាំងអស់អញ្ចឹងពេលដែលយើង download app នេះហើយយើងចូលមកក្នុងនឹងមកហើយយើងចុចពាក្យថា route ដើម្បីយើងធ្វើការកំណត់គោលដៅកន្លែងដែលយើងទៅអញ្ចឹងខ្ញុំធ្វើដំណើរចេញពី station Spitaloud ហើយគោលដៅរបស់យើងគឺទៅ Stefansplatz អញ្ចឹងវានៅបង្ហាញប្រាប់យើងហើយថាយើងត្រូវជិះអទេះភ្លើងលេខប្រមាណហើយប្រមាណនាទីបានអទេះភ្លើងនឹងមកដល់អញ្ចឹងបើយើងនៅកន្លែង station នឹងមកយើងអាចចុចខាងលើគេមកយើងអាចឃើញថាយើងត្រូវជិះអទេះភ្លើងលេខប្រមាណនៅក្នុងនេះគឺយើងត្រូវដូរជើងបងប្អូនមានន័យថាយើងត្រូវជិះអទេះភ្លើងលេខ4ហើយយើងត្រូវបដូរជើងជិះអទេះភ្លើងលេខ1ព្រោះតែទីតាំងខ្លះគឺអត់មាន line direct ទេអញ្ចឹងយើងត្រូវការបដូរអទេះភ្លើងទើបយើងទៅដល់គោលដៅរបស់យើងអូខេឥឡូវយើងឃើញលេខអទេះភ្លើងហើយយើងត្រូវការទិញសំបុត្រហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីវិធីទិញសំបុត្រពីរវិធីទី1យើងទិញផ្ទាល់ជាមួយនឹងម៉ាស៊ីននៅនឹង station ហ្មងធម្មតាពេលបងប្អូនដើរចូលមកដល់ station គឺប្រកាសជាឃើញម៉ាស៊ីននេះនៅលើម៉ាស៊ីនគឺមានភាសាអង់គ្លេសអញ្ចឹងអត់ជាបញ្ហាទេឲ្យតែបងប្អូនចេះភាសាអង់គ្លេសយើងជ្រើសភាសារួចហើយយើងចុចមកថាយើងត្រូវការសំបុត្រមួយយើងយក one trip វៀនណាហើយយើងយកចំនួន1ហើយបន្ទាប់មកយើងចុច confirm មកសម្រាប់ការទូទាត់គឺយើងអាចធ្វើការទូទាត់តាមរយៈលុយ euro ឬក៏ Visa card ហើយថ្ងៃនេះខ្ញុំធ្វើការទូទាត់តាមរយៈ Visa card របស់ធនាគារ ABA យើងគ្រាន់តែដាក់កាតរបស់យើងនៅលើសញ្ញាដូច Wi-Fi នេះមកហើយវាបញ្ជាក់មួយយើងហើយថាទឹកលុយជាដុល្លារត្រូវអស់ម៉ានអីម៉ានហើយយើងចុច OK មកសំបុត្រគឺចេញមកហើយអញ្ចឹងបើយើងទិញសំបុត្រផ្ទាល់អញ្ចឹងគឺតម្លៃ3.20ហើយសំបុត្រនេះគឺយើងត្រូវយកវាមក stamp នៅកន្លែងច្រកចូលអញ្ចឹងពេលដែលបងប្អូនទិញសំបុត្រហើយគឺកុំភ្លេច stamp ដែលម៉ាស៊ីន stamp នេះគឺបងប្អូនឃើញវាដូចនៅក្នុងវីដេអូនេះអញ្ចឹងបន្ទាប់មកយើងរៀនមើលសញ្ញាទៅតាមព្រួយហើយគេដាក់អក្សរទេអញ្ចឹងយើងមើលឈ្មោះមកថាយើងត្រូវជិះអទេះភ្លើងលេខប្រមាណយើងទៅរកអទេះភ្លើងលេខហ្នឹងធម្មតាពេលដែលយើងជិះដំបូងដើម្បីជៀសវាងការច្រឡំបងប្អូនអាចមើលសញ្ញារបស់គេបានព្រោះនៅតាមជញ្ជាំងកន្លែងជិះអទេះភ្លើងនោះគឺគេមានដាក់សញ្ញាឲ្យថា direction មួយណាទៅមួយណាមកហើយនៅលើ app ក៏គេមានបញ្ជាក់ដែរថាយើងត្រូវជិះ platform លេខប្រមាណអញ្ចឹងយើងអាចមើលព័ត៌មាននៅលើ app នេះបានអញ្ចឹងនៅពេលដែលរថភ្លើងរបស់យើងឈប់នៅ Schwedenplatte គឺយើងត្រូវដូរអទេះភ្លើងទៅជិះលេខ1វិញពេលដែលដល់ស្ថានីយ៍នីមួយៗគឺមានសលេងគេប្រកាសប្រាប់ហើយមានឈ្មោះហើយអញ្ចឹងពេលយើងរៀនជិះដំបូងយើងត្រូវតែផ្ទៀងមើលហើយនឹងស្ដាប់ហ្មងហើយនៅពេលដែលដល់កន្លែងយើងចុះបដូរឡានយើងត្រូវចុះបដូរឡានអញ្ចឹងណាបងប្អូននៅលើហ្នឹងគឺមានសញ្ញាគេយើងអាចមើលបានពេលយើងមកដល់កន្លែងអទេះភ្លើងគឺយើងអាចមើលបញ្ជាក់នៅអញ្ចឹងដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងយើងត្រូវជិះអទេះភ្លើងខាងណាហើយគោលដៅរបស់យើងគឺត្រូវអត់ឥឡូវយើងមកដល់ស្ថានីយ៍ដែលយើងត្រូវចុះចុងក្រោយហើយយើងដើរចេញទៅក្រៅទៅតាមអក្សរនិងព្រួយរបស់គេទៅណាបងប្អូនស៊ូៗបងប្អូនយើងជិតដល់គោលដៅរបស់យើងហើយអូខេ finally យើងមកដល់កន្លែងដែលយើងចង់មកហើយអញ្ចឹងនឹងគឺជាទស្សនវិជ្ជានៅកណ្ដាលទីក្រុងបងប្អូននៅកណ្ដាលទីក្រុងគឺមនុស្សច្រើនណាស់ដោយសារតែមានភ្ញៀវទេសចរច្រើនប៉ុន្តែតាមបេះដូងរបស់យើងម្នាក់ៗអ្នកខ្លះគេចូលចិត្តដើរលេងកន្លែងមនុស្សច្រើនភ្ញៀវទេសចរច្រើនអញ្ចឹងណាបើសម្រាប់បេះដូងខ្ញុំវិញខ្ញុំចូលចិត្តដើរលេងតាមតំបន់ភ្នំជាងព្រោះអីវាស្ងប់ស្ងាត់ហើយខ្យល់អាកាសល្អជាងឥឡូវបងប្អូនមើលទស្សនវិជ្ជានៅទីក្រុងលេងសិនទៅនេះសិតតែកន្លែង shopping brand ណាបងប្អូននៅកណ្ដាលទីក្រុងនេះគឺរៀងធំដែរបងប្អូនអញ្ចឹងយើងអាចដើរមកស្ពឹកជើងដែរហ្នឹងតែបើបងប្អូនអត់ចង់ដើរទេគេក៏មានកន្លែងជិះសេះឬក៏ឡានបុរាណដែលយើងអាចជួលជិះហើយមើលជុំវិញទីក្រុងហ្នឹងអញ្ចឹងនេះកន្លែងលក់វត្ថុអនុស្សាវរីយ៍ហើយនេះគឺជារូបរបស់ Elizabeth បងប្អូនស្គាល់គាត់អត់គាត់គឺជាអធិរាជិនីដ៏ល្បីនៅក្នុងប្រទេសនេះកាលពីសតវត្សទី19ហើយនេះគឺជាអគាររបស់រាជវាំងបើសិនជាបងប្អូនអត់ចូលចិត្ត shopping ទេបងប្អូនអាចដើរមកលេងកន្លែងតំបន់នេះហើយយើងក៏អាចថតរូបលេងហើយនៅនេះគឺមានសួនធំណាបងប្អូនឥឡូវយើងដើរលេងមកសន្ទុះហើយវាក៏រៀងល្ងាចដែរហើយអញ្ចឹងខ្ញុំបង្ហាញបងប្អូនពីវិធីមួយទៀតដែលយើងអាចទិញសំបុត្រជិះអទេះភ្លើងតាមរយៈទូរស័ព្ទដៃបានអញ្ចឹងយើងចូលមកក្នុង Vin's Mobile App របស់យើងមកហើយជ្រើសរើស station ដែលយើងចាប់ផ្ដើមបើបងប្អូនជ្រើសរើសការទិញសំបុត្រតាមទូរស័ព្ទដៃនេះចាំពេលចិត្តដល់ម៉ោងយើងចេញតាណាចាំយើងទិញដោយសារតែសំបុត្រដែលទិញតាមទូរស័ព្ទដៃគឺមានសុពលភាពត1ម៉ោងជាងទេអញ្ចឹងកន្លែងនេះយើងបំពេញព័ត៌មានតាមអ្វីដែលគេសួរទៅតែអ្វីដែលសំខាន់ឈ្មោះនិងថ្ងៃខែឆ្នាំកំណើតគឺត្រូវឲ្យដូច passport របស់យើងពេលយើងបំពេញអស់ហើយយើងអាច connect ទៅធ្វើការទូទាត់តាមរយៈធនាគារបងប្អូនអាចជ្រើសរើស Visa ឬក៏ Master ទៅតាមប្រ
ប្រភេទដែលបងប្អូនចង់ទូទាត់ពេលដែលជោគជ័យវានឹងលោតសំបុត្រ QR បែបនេះមកឲ្យយើងហើយយើងអត់ចាំបាច់ scan ទេយើងគ្រាន់តែរក្សានៅក្នុងទូរស័ព្ទដៃរបស់យើងបើសិនជាគេ control យើងអាចបង្ហាញបានការជិះត្រឡប់ទៅវិញដូចទៅពេលយើងមកអញ្ចឹងសំខាន់គឺយើងមើលសញ្ញាហើយនឹងអក្សរដែលគេបង្ហាញពេលដែលយើងចាប់ផ្ដើមរៀនអ្វីថ្មីដំបូងវាអាចពិបាកបន្តិចពេលដែលយើងរៀនចេះហើយគឺយើងនឹងសប្បាយចិត្តហើយមានអារម្មណ៍ថាជឿជាក់ជាងមុនពេលដែលខ្ញុំមកលេងដំបូងក៏ខ្ញុំអត់ចេះដែរបងប្អូនអញ្ចឹងទើបខ្ញុំធ្វើវីដេអូនេះចែករំលែកទៅកាន់អ្នកដែលគាត់មកដើរលេងនៅអឺរ៉ុបពិសេសគឺប្រទេសអូទ្រីសនេះហើយចង់សាកល្បងនៅបទពិសោធន៍ជិះអទេះភ្លើងក្រោមដីឬក៏ public transportation ដូចជាប្រជាជនរបស់គេ